អាយុដំអ៊ុនចន្ទាផ្ដាំផ្ញើដល់ក្មួយយុវជននិងសិស្សានុសិស្សត្រូវខិតខំក្រេបយកចំណេះដឹងនិងជៀសឲ្យឆ្ងាយអំពើបាយមុខផ្សេងដើម្បីក្លាយជាទំពាំងស្នងឫស្សីអភិបាលគណៈអភិបាលខេត្តកំពង់ចាមអាយុដំអ៊ុនចន្ទាបានផ្ដាំផ្ញើដល់ក្មួយយុវជននិងសិស្សានុសិស្សត្រូវខិតខំក្រេបយកចំណេះដឹងជៀសឲ្យឆ្ងាយអំពើបាយមុខផ្សេងដោយត្រូវហាត់ពុតលិតដំខ្លួនទៅតាមទូនាទីនិងភារកិច្ចរបស់ខ្លួនដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឲ្យរីកចម្រើននិងដើម្បីឲ្យទៅជាទំពាំងដ៏ល្អសម្រាប់ស្នងឫស្សីការថ្លែងបែបនេះក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី76ទិវាកុមារអន្តរជាតិ1មិថុនាឆ្នាំ2025នៅសាលាខេត្តកំពង់ចាមក្នុងឱកាសនោះដែរអាយដាមអ៊ុនចន្ទាអភិបាលខេត្តកំពង់ចាមបានផ្ដាំផ្ញើឲ្យក្មួយត្រង់ត្រាប់ស្ដាប់ដំបូន្មាននិងរួមចំណែកក្នុងការបង្កើនសេដ្ឋកិច្ចគ្រួសារជួយសន្សំសំចៃកាត់បន្ថយការចំណាយផ្សេងដែលជាកត្តាមួយជួយដល់ការស្ដារនិងអភិវឌ្ឍសង្គមជាតិម្យ៉ាងពេញទៀតត្រូវធ្វើជាគំរូល្អនិងមានសិលធម៌រស់នៅល្អព្រោះសង្គមគ្រួសារឬសង្គមជាតិណាក៏ត្រូវការកុមារនិងយុវជនល្អដើម្បីជួយទ្រទ្រង់ប្រទេសដោយសុភាសិតពោលថាកុមារជាទំពាំងស្នងឫស្សីកុលបុត្រប្រុសស្រីស្នងត្រកូលឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើក្មួយយុវជននិងសិស្សានុសិស្សទាំងអស់ជៀសឲ្យផុតពីបញ្ហាគ្រឿងញៀនដោយកុំចង់ភ្លក់និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ដោយពួកពាក់មួកសុវត្ថិភាពនិងកុំបើកបរល្បឿនលឿនក្រៅពីនោះមិនត្រូវគេចវាសម៉ោងសិក្សាទៅប្រមូលផ្ដុំប្រព្រឹត្តអំពើមិនគប្បីដែលសង្គមស្អប់ខ្ពើមបង្កើតបពពួកបងតូចបងធំដែលត្រូវបំផ្លាញអនាគតរបស់ក្មួយនោះឡើយជាមួយគ្នានោះអាយដាមអ៊ុនចន្ទាអភិបាលខេត្តកំពង់ចាមក៏ណែនាំដល់មន្ទីរអប់រំយុវជននិងកីឡាគណៈគ្រប់គ្រងសាលាអ្នកគ្រូនិងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តចូលរួមលុបបំបាត់ទណ្ឌកម្មលើកុមារគ្រប់រូបភាពដោយត្រូវធ្វើយ៉ាងណាឲ្យកុមារទទួលស្គាល់ថាសាលារៀនជាទីកន្លែងផ្ដល់នូវចំណេះដឹងជំនាញសិលធម៌និងការសិក្សាដោយគ្មានការភ័យខ្លាចនិងអំពើហិង្សាផងដែរខ្ញុំសាន់រិនធ្វើសេចក្តីរាយការណ៍